បាយស្រូបរាត្រីលក់សម្រាប់អ្នកដើរលេងនាពេលរាត្រីសម្រាប់ទីតាំងបាយមកកន្លែងនេះគឺគាត់លក់នៅលើផ្លូវមីនីវងពុកម៉ែបងប្អូនហើយជីកាត់តាមផ្លូវនឹងរាប់ឆ្នាំមកដែលដឹងថាមានលក់ជាប្រភេទបាយស្រូបរាត្រីបែបហ្នឹងសោះនៅពេលដែលចូលគឺថាភ្ញាក់ខ្លួនតែម្ដងព្រោះរិសាគាត់លក់នៅទីនេះគឺខ្ទង់10ឆ្នាំជាងហើយសម្រាប់តម្លៃបាយវិញគឺមួយចាន6000 7000ណាចឹងសម្រាប់ទីតាំងដែល Two Sister ទៅនេះគឺនៅលើផ្លូវមនីវងនៅទល់មុខជាមួយនឹងផ្សារថៃហួតដែលមានឈ្មោះថាបាយរាត្រីនិយាយទៅគឺនៅជិតជាមួយនឹងស្តុបទៅផ្លូវអគារវឌ្ឍនៈនឹងតែម្ដង Two Sister នឹងដាក់ Google Map ដើម្បីកាន់តែច្បាស់ហើយខាងនេះគឺជាជំរឿសាច់របស់គាត់គឺគាត់មានច្រើនមែនតើដែលនេះគឺជាប្រភេទខជើងជ្រូករបស់គាត់ពុកម៉ែបងប្អូនគឺថាទំនងមែនតើហើយចំពោះតម្លៃវិញមួយចានខ្ទង់6000 7000អីហ្នឹងបើសិនជាពុកម៉ែបងប្អូនហៅថែមអានឹងគាត់គិតគូរទៅតាមនឹងអញ្ចឹងណាចំពោះសាច់ជ្រូកក៏ដូចជាសាច់មាន់វិញគឺគាត់ដាក់ជៀនថ្មីតែម្ដងគឺតតែភ្ញៀវកំងមិនគាត់ជៀននិយាយទៅគឺគាត់អត់ជៀនទុកច្រើនទេខាងនេះគឺជាប្រភេទឆាម្រះព្រៅរបស់គាត់និយាយទៅគឺថាគាត់មានច្រើនជំរឿមែនតើបាយរាត្រីមែនប៉ុន្តែគឺថាអត់មានខ្វះទេចង់ញ៉ាំមួយណាក៏បានដែរហើយ Two Sister ក៏បានសាកសួរបងស្រីដែរគឺគាត់លក់នៅទីនេះខ្ទង់10ឆ្នាំជាងហើយតាំងពីកូនគាត់នៅតូចឥឡូវនេះកូនអាចជំនួសដៃជំនួសជើងបានអញ្ចឹងណាហើយគាត់មានបើកលក់ចាប់ពីម៉ោង7យប់រហូតដល់ម៉ោង1យប់អញ្ចឹងពុកម៉ែបងប្អូនអាចទៅញ៉ាំបានដឹងថាខ្លួនឯងដើរលេងដាច់យប់ហើយគឺអាចណូតទីតាំងទៅញ៉ាំបានហើយខាងនេះគឺជាជ្រូករបស់គាត់គឺថាទំនងមែនតើឡើងខ្ចីលវក់តែម្ដងហើយសម្រាប់នៅកន្លែងនេះវិញក៏គាត់មានលក់ជាពេលព្រឹកដែរពុកម៉ែបងប្អូនតែគ្រាន់ថាពេលព្រឹកគាត់អត់មានបើកកន្លែងចេះទេគឺគាត់ធ្វើនៅក្នុងផ្ទះប៉ុន្តែបើសិនជាចង់ញ៉ាំអីគឺអាចកំងតាម app ដឹកជូនបានគឺមានច្រើន app ពុកម៉ែបងប្អូនគ្រាន់តែវាយថាបាយរាត្រីទៅគឺនឹងឃើញមានហើយសម្រាប់សាច់របស់គាត់វិញគឺគាត់ជៀនមកល្មមតែម្ដងគាត់មានជាប្រភេទសាច់ជ្រូកនិយាយទៅគឺ Two Sister ចូលចិត្តញ៉ាំសាច់ជ្រូកជៀនអញ្ចឹងមែនតើហើយចង់ថែមជាមួយនឹងពងទាក្លុកក៏មានដែរគឺគាត់ជៀនថ្មីរហូតតែម្ដងហើយនៅទីនេះគឺគាត់មានអនាម័យពុកម៉ែបងប្អូនគ្រាន់ថាដូចដែលដឹងអញ្ចឹងរបស់ដែលជៀនចេះតែងតែមានខ្ទាតខ្លាញ់ប្រឡាក់ខ្លាញ់អញ្ចឹងវារៀងពិបាកសម្អាតអញ្ចឹងណាហើយគាត់ក៏មានជាមួយនឹងឈាមជ្រូកក៏ដូចជាពងទាខដែរនិយាយទៅគឺថាមានច្រើនជំរើសតែម្ដងដូច Two Sister កំងនេះគឺយកជាប្រភេទបាយឆាម្រះព្រៅលាយជាមួយនឹងពងទាក្លុកបាយសាច់ជ្រូកដាក់មួយឈាមជ្រូកអីចឹងទៅដាក់លាយជាមួយនឹងពងទាខមួយចានហ្នឹងគឺខ្ទង់6000ពុកម៉ែបងប្អូនហើយយើងស្រូបជាមួយនឹងទឹកជ្រលក់របស់គេចេះមកគឺថាទំនងមែនតើអញ្ចឹងសម្រាប់អ្នកដែលដើរលេងដាច់យប់របៀបថាបិសាចរាត្រីអីអញ្ចឹងណាចង់រកជាប្រភេទបាយរាត្រីញ៉ាំគឺអាចមកទីតាំងមកកន្លែងនេះបានគឺនៅលើផ្លូវមនីវងណាហើយសម្រាប់ Two Sister វិញគឺថាជីកាត់តាមផ្លូវមនីវងនេះឡើងសឹកផ្លូវតែម្ដងជីឡើងរាប់ឆ្នាំហើយប៉ុន្តែដែរចាប់អារម្មណ៍ទេឃើញតែមនុស្សជុំប៉ុន្តែលើកនេះគឺថាដាច់ចិត្តចូលញ៉ាំគឺត្រូវចិត្តមែនហើយគាត់មាន free ជាមួយនឹងទឹកតែទៀតអញ្ចឹងយើងចំណេញអត់មានអស់លុយថ្លៃទឹកទេគឺបានចូលទៅញ៉ាំបាយហើយ free ទឹកតែត្រជាក់ទៀតហើយគាត់មកជាមួយនឹងទឹកស៊ុបចេះដើម្បីកុំឲ្យការញ៉ាំរបស់យើងទលាន់ណាពុកម៉ែបងប្អូនអញ្ចឹងសម្រាប់វីដេអូរបស់ Two Sister គឺមានតែប៉ុណ្្នឹងទេបងប្អូនដែលធ្លាប់តែញ៉ាំកុំភ្លេចចូល comment ម្នាក់មួយបាយ